តែបងប្អូនអរគ្នាតើតើនឹងពុកម៉ែបងប្អូនដែលអាសាញ៉ាំអាហារគេចប់ច្រើនដងអត់មានពេលវេលាច្បាស់លាស់ប្រឈមមុខហានិភ័យច្រើនជាងអ្នកដែលគាត់មានញ៉ាំអាហារត្រឹមត្រូវមានការកំណត់ច្បាស់លាស់3ពេលដឹង3ពេល4ពេលដឹង4ពេលបងប្អូនអរគ្នាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់សុខភាពគួរកាត់បន្ថយអាហារគេចប់ច្រើនញ៉ាំព្រឹកឲ្យដឹងព្រឹកញ៉ាំថ្ងៃដឹងថ្ងៃញ៉ាំល្ងាចដឹងល្ងាចក៏មានចន្លោះម៉ោងហ្នឹងគឺមានអាហារផ្សេងៗដែលបងប្អូនញ៉ាំចូលឬក៏គ្រឿងកំប៉ុងឬក៏ភេសជ្ជៈទឹកក្លុបផ្អែមៗហ្នឹងបងប្អូនញ៉ាំចូលជាប្រចាំហានិភ័យគឺឡើងជាតិស្ករឬក៏បញ្ហាទឹកនោមផ្អែមក៏ដូចជាមានបញ្ហាលើសឈាមបើសិនជាបងប្អូនចូលចិត្តញ៉ាំអាហារពពុះម្សៅច្រើនពពុះកាបូនហៃដ្រេតច្រើនឬក៏ចន្លោះពេលដែលបងប្អូនពេលទំនេរពោះទំនេរហ្នឹងបងប្អូនដាក់គ្រឿងកំប៉ុងឬក៏ដាក់ពោះភេសជ្ជៈចូលហ្នឹងរាងកាយបងប្អូនធ្វើការខុសប្រក្រតីហើយបងប្អូនអរគ្នាបានន័យថាអ្វីដែលវាមាននៅក្នុងស្តុកវានៅក្នុងរាងកាយរបស់យើងវាបានចេញមកធ្វើការទេបងប្អូនដាក់ចូលថែមរហូតហ្នឹងអញ្ចឹងវាធ្វើឲ្យបងប្អូនមានបញ្ហាទៅជាខ្លាញ់ទៅមានបញ្ហាទៅជាស្ករក្នុងខ្សែឈាមដែលធ្វើឲ្យបងប្អូនមានបញ្ហាតទៅនឹងជំងឺច្រើនពេលបច្ចុប្បន្នអញ្ចឹងសង្កេតមើលបងប្អូនរៀនចំណាំចំណុចហ្នឹងពុកម៉ែបងប្អូនដែលអាសាញ៉ាំអាហារខ្ជិលបញ្ចប់ច្រើនប្រឈមនឹងបញ្ហាសុខភាពទូទៅច្រើនមែនតើអញ្ចឹងបើសិនជាបងប្អូនអរគ្នាថ្ងៃហ្នឹងគឺខ្ញុំមានដំណោះស្រាយល្អបំផុតសម្រាប់ពុកម៉ែបងប្អូនដែលអាសាចូលចិត្តញ៉ាំអាហារខ្ជិលបញ្ចប់នេះបងប្អូនអរគ្នាមានពីរមុខនេះបងប្អូនអរគ្នាវាជួយចាប់ខ្លាញ់វាជួយចាប់ស្ករបងប្អូននៅក្នុងសរីរាង្គបងប្អូនគឺបានល្អមែនតើអាកន្លែងណាដែលលើសគឺវាទៅដកចេញអាកន្លែងណាដែលខ្វះវាទៅទូបំពេញបងប្អូនអរគ្នាតើតើនឹងបាយអូស្លាយស៊ីនិងបាយអូស្លាយអីនេះបងប្អូនអរគ្នាជាឱសថលំដាប់អាហារនៅខាងស្រុកអាមេរិកគេបានស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រថ្មីអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនណាដែលស្រឡាញ់សុខភាពចង់ឲ្យស្ករចង់ឲ្យខ្លាញ់បងប្អូនដែលលើសជាចំណែកលើសវាជួយកាត់ចេញពីនឹងវាជួយការពារវាជួយសង្គ្រោះជីវិតបងប្អូនបានតើតើនឹងបញ្ហាសុខភាពបញ្ហាខ្លាញ់បញ្ហាស្ករនឹងឯងហើយបើសិនជាបងប្អូនមានឯកសារឈាមច្បាស់លាស់ទេបងប្អូនញ៉ាំមានការ guarantee ច្បាស់លាស់ត្រឹមត្រូវជាមួយនឹង product ពីរប្រភេទហ្នឹងអញ្ចឹងការចែកម្លែករបស់ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនស្រឡាញ់សុខភាពអាចជ្រើសញ៉ាំពីរមុខនឹងបានបងប្អូនអរគ្នាអរគុណច្រើន